អ៊ីរ៉ង់ផ្ញើសារព្រមានចំទៅអាមេរិកបើហ៊ានប្រើនុយក្លេអ៊ែរព្រឹកឡើងខ្លួននឹងកំទេចមូលដ្ឋានទ័ពអាមេរិកជុំវិញពិភពលោកទាំងអស់លោកមូហាម៉េតរីហ្សាណាស់ទីបានចេញមុខព្រមានសហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរជុំវិញលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយលើកឡើងថាប្រសិនបើអាមេរិកហ៊ានឈានដល់ជំហាននេះមែនវានឹងក្លាយជាកំហុសដ៏ធ្ងន់ធ្ងរនិងជាគ្រោះមហន្តរាយដ៏ធំបំផុតសម្រាប់កងទ័ពអាមេរិកផ្ទាល់ការថ្លែងបែបនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសំណួររបស់ភ្នាក់ងារសារព័ត៌មាន PBS News របស់សហរដ្ឋអាមេរិកនៅថ្ងៃទី13សីហាជំវិញភាពខុសគ្នានៃកម្លាំងយោធាដែលអាមេរិកមានអាវុធនុយក្លេអ៊ែរខណៈអ៊ីរ៉ង់មិនទាន់មានមេបញ្ជាការរូបនេះបានបញ្ជាក់ថាប្រសិនបើអាមេរិកហ៊ានប្រើប្រាស់អាវុធនុយក្លេអ៊ែរមែននោះនៅព្រឹកបន្ទាប់មូលដ្ឋានយោធាទាំងអស់របស់សហរដ្ឋអាមេរិកនៅជុំវិញពិភពលោកនឹងត្រូវរងការវាយប្រហារនិងកំទេចរហូតដល់ឈានការកាន់កាប់ទាំងស្រុងពីកងកម្លាំងអ៊ីរ៉ង់បន្ថែមពីនេះលោកមូហាម៉េតរីហ្សាណាស់ទីបានគូបញ្ជាក់ពីសមត្ថភាពយោធារបស់ខ្លួនដោយអះអាងថាបច្ចុប្បន្នចំនួនមីស៊ីលដែលអ៊ីរ៉ង់ផលិតបានជារៀងរាល់ថ្ងៃគឺមានចំនួនច្រើនជាងចំនួនមីស៊ីលដែលបានបាញ់ចេញទៅទៀតហើយភាគីអ៊ីរ៉ង់មានសមត្ថភាពផលិតអាវុធទាំងនោះនៅទីតាំងណាក៏បានតាមតម្រូវការសុកទី14ខែសីហាឆ្នាំ2026នាយករដ្ឋមន្ត្រីថៃអនុទីនបានជិះយន្តហោះឯកជនមកកាន់តំបន់ព្រំដែនកម្ពុជាថៃអមដំណើរដោយយន្តហោះចម្បាំង F16 ចំនួន2គ្រឿងក្នុងដំណើរមកកាន់ខេត្តនគររាជสีមានេះអនុទីនចង់បង្ហាញទៅប្រជាជនថៃថាខ្លួនអស្ចារ្យនិងដើម្បីផ្គប់ចិត្តជនជ្រុលនិយមថៃមួយចំនួនដែលលំមសង្គ្រាមមិនខ្វល់ពីបញ្ហាផ្ទៃក្នុងនិងវិបត្តិសេដ្ឋកិច្ចយ៉ាងយ៉ាប់យ៉ឺនដែលកំពុងធ្លាក់ចុះដុនដាបបំផុតយ៉ាងណាមិនដូចបំណងឡើយដំណើរលើកនេះបែរជាទទួលរងការទិតទៀននិងស្ដីបន្ទោសមិនសំចៃមកឡើយពីសំណាក់ប្រជាជនខ្លួនថាអនុទីនចេះខ្ជាយលុយកាក់មិនចេះដោះស្រាយបញ្ហាសេដ្ឋកិច្ចបែរជាគិតតែពីចំណាយគ្មានប្រយោជន៍ហើយសូម្បីតែជនបរទេសក៏បញ្ចេញមតិរិះគន់អនុទីននៅលើបណ្ដាញសង្គមដែរក្នុងការបង្ហោះរបស់ខៅសុតអំពីព័ត៌មាននេះមានជនជាតិថៃមួយចំនួនចូលទៅខមមិនស្ដីឲ្យអនុទីនដោយខ្លះថាគាត់ពិតជាកំសាកណាស់និងខ្លះថាធ្វើតែរឿងអត់ប្រយោជន៍ក្នុងនោះសូម្បីជនបរទេសក៏បញ្ចេញមតិដែរថាមើលទៅពេលនេះដូចជានាយករដ្ឋមន្ត្រីកំពុងតែខ្លាចស្រមោលខ្លួនឯងហើយនិងខ្លះទៀតចំអកឲ្យថាខ្លួនឯងចេះយក S16 អមការពារបានប៉ុន្តែមិនឲ្យមានប្រជាជនថៃមានកំភ្លើងដើម្បីការពារខ្លួនបានមិនមែនជារឿងថ្មីឡើយដែលនាយករដ្ឋមន្ត្រីថៃរងការបន្ទោសបែបនេះពលគឺអនុទីនត្រូវប្រជាជនខ្លួនស្ដីឲ្យដល់ថ្នាក់ជេរប្រតិចផ្ដាសានិងដាក់ទង្នាយទៀតផងរឿងពូកែអួតតែធ្វើមិនបានជាក់ស្ដែងដូចរឿងចំណូលអញ្ចឹងដំបូងឡើយអនុទីនប្រឹងអួតថានឹងធ្វើឲ្យពលរដ្ឋថៃមានដល់ថ្នាក់រកកន្លែងទុកលុយមិនបានប៉ុន្តែមកទល់ពេលនេះប្រទេសថៃកំពុងធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចចំណែកជីវភាពរស់នៅរបស់ប្រជាជនក៏កំពុងជួបការលំបាកមុនពេលប្រកាសលទ្ធផលក្រសួងអប់រំយុវជននិងកីឡានឹងរៀបចំជាក្រុមប្រឹក្សាវិន័យដោយមានការចូលរួមពីគណៈមេប្រយោគដែលចូលរួមនៅក្នុងដំណើរការប្រឡងក៏ដូចជាតំណាងអង្គភាពប្រជាអំពើពុករលួយដើម្បីពិនិត្យនិងវិនិច្ឆ័យទៅលើសកម្មភាពក៏ដូចជាការប្រព្រឹត្តមិនត្រឹមត្រូវនោះតើតងទៅនឹងចំណាត់ការវិន័យគឺនៅក្នុងពេលដែលគណៈមេប្រយោគរកឃើញថាបេក្ខជនឬក៏គណៈមេប្រយោគណាម្នាក់ប្រព្រឹត្តខុសទៅនឹងបទបញ្ញត្តិគឺទី1គណៈមេប្រយោគនឹងរៀបចំជារបាយការណ៍ពិសេសមួយដោយរបាយការណ៍ពិសេសនេះមានការទទួលស្គាល់ពីបេក្ខជនឬក៏ពីគណៈមេប្រយោគដែលជាអ្នកប្រព្រឹត្តកំហុសផ្ទាល់ក៏ដូចជាភាគីពាក់ព័ន្ធនានានៅក្នុងមណ្ឌលសំណេរហើយរបាយការណ៍ពិសេសនេះនឹងត្រូវបញ្ជូនមកក្រសួងអប់រំយុវជននិងកីឡាកម្រិតវិន័យសម្រាប់គណៈមេប្រយោគគឺមាន2កម្រិតថ្នាក់ទី1គឺមានការស្ដីបន្ទោសការផ្អាកជាបណ្ដោះអាសន្នមិនអោយបន្តបំពេញការងារក្នុងដំណើរការប្រឡងការស្ដីបន្ទោសដោយមានចំណាក្នុងសំណុំលិខិតផ្ទាល់ខ្លួនការមិនអោយចូលរួមជាគណៈមេប្រយោគពី1ទៅ2ឆ្នាំតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យនិងអាចឈានទៅដល់ការផ្លាស់ដោយបង្ខំតាមវិធានការខាងវិន័យនិងលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិឬក៏ថ្នាក់រីឯទនកម្មខាងវិន័យថ្នាក់ទី2គឺមានដូចជាការស្ដីបន្ទោសជាទម្ងន់បណ្ដាលឲ្យលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិឬថ្នាក់ការដាក់ឲ្យនៅទំនេរគ្មានវាវត្តមិនឲ្យលើសពី1ឆ្នាំការបន្ថយឋានន្តរស័ក្តិឬថ្នាក់1ថ្នាក់ឬច្រើនថ្នាក់ការដាក់ចូលនិវត្តន៍មុនការកំណត់ឬបញ្ឈប់ពីការងារដោយបង្ខំ
ឬក៏ការបណ្ដឹងចេញពីមុខតំណែងជារាជការរីឯទោសកំហុសមួយចំនួនក៏ត្រូវតែអនុវត្តទៅតាមច្បាប់ជាធរមានផងដែររីឯសម្រាប់បេក្ខជនវិញកម្រិតវិន័យគឺមាន3កម្រិតថ្នាក់ដោយកម្រិតថ្នាក់ទី1គឺគណៈមេប្រយោគនឹងមិនអនុញ្ញាតឲ្យចូលប្រឡងដោយកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិកម្រិតថ្នាក់ទី2គឺត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិនិងផ្អាកមិនឲ្យប្រឡង1ឆ្នាំបន្ទាប់សម្រាប់កម្រិតថ្នាក់ទី3គឺត្រូវកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិនិងផ្អាកមិនឲ្យប្រឡងរយៈពេល2ឆ្នាំបន្ទាប់ហើយនៅក្នុងករណីចាំបាច់បេក្ខជននឹងត្រូវបញ្ជូនទៅបរទេសនៅសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានស្វាគមន៍ការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាដែលបង្កើតឡើងក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS ដើម្បីបន្តដំណើរការផ្សះផ្សាដែលផ្ដួចផ្ដើមដោយកម្ពុជាការតែងតាំងនេះត្រូវបានធ្វើឡើងដោយអ្នកផ្សះផ្សាចំនួន4រូបបន្ទាប់ពីតុលាការមជ្ឈការអចិន្ត្រៃយ៍ហៅកាត់ថា PCA ប្រកាសនៅថ្ងៃទី14ខែសីហាឆ្នាំ2026កម្ពុជាបានថ្លែងអំណរគុណដល់លោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចដ៏សំខាន់នេះព្រមទាំងអរគុណដល់អ្នកផ្សះផ្សាទាំងអស់ដែលបានអនុវត្តនីតិវិធីជ្រើសរើសប្រធានគណៈកម្មការយ៉ាងហ្មត់ចត់ក្រសួងការបរទេសកម្ពុជាចាត់ទុកការបង្កើតគណៈកម្មការផ្សះផ្សានេះថាជាជំហានដ៏សំខាន់មួយក្នុងដំណើរការដោះស្រាយការខ្វែងគំនិតគ្នារវាងកម្ពុជានិងថៃពាក់ព័ន្ធនឹងបញ្ហាព្រំដែនសមុទ្រនិងការអភិវឌ្ឍធនធានប្រេងនិងអូស្មန်នៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាគណៈកម្មការផ្សះផ្សាក្រោម UNCLOS មានអ្នកផ្សះផ្សាឯករាជ្យចំនួន5រូបក្នុងនោះកម្ពុជាបានតែងតាំងឯកអគ្គរដ្ឋទូត Peter Taksol Jensen និងសាស្ត្រាចារ្យ Jean-Marc Thauveniin ខណៈថៃបានតែងតាំងចៅក្រម Rudiger Wolfram និង Albert Hoffman អ្នកផ្សះផ្សាទាំង4រូបបានពិគ្រោះយោបល់ជាមួយភាគីទាំងពីរមុនពេលតែងតាំងលោកស្រី Katrina Cooper ជាប្រធានកម្ពុជាបានបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនឹងបន្តផ្ដល់ទំនុកចិត្តលើដំណើរការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ជាមួយគ្នានេះដោយសារគណៈកម្មការផ្សះផ្សាត្រូវបានរៀបចំរួចរាល់ដំណើរការនេះមានបានចេញផ្សាយរបាយការណ៍ស៊ើបអង្កេតមួយដោយបានទម្លាយឈ្មោះប្រទេសជាង40រួមមានមិចស៊ិកអ៊ីស្រាអែលកាណាដាជប៉ុនកូរ៉េខាងត្បូងនិងបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុបថាបានក្លាយជាបណ្ដាញដឹកជញ្ជូនស្រមោលដែលភាគីចិនប្រើប្រាស់ដើម្បីលាងទំនិញនិងកិច្ចវេះពីពន្ធតាមសារព័ត៌មាន The Hill ចុះផ្សាយនៅថ្ងៃទី14ខែសីហានេះល្បិចកលខ្លែងប្រភពដើមទំនិញតាមរយៈប្រទេសទាំងនេះបានបង្កឲ្យសហរដ្ឋអាមេរិកខាងបង់ចំណូលពន្ធកុយយ៉ាងធ្ងន់ធ្ងរចាប់ពី $19,000 លានដល់ $26,000 លានក្នុងមួយឆ្នាំខណៈរដ្ឋបាលលោកត្រាំប្រកាសរៀបចំប្រព័ន្ធប្រាជ្ញាសិប្បនិម្មិត AI ឈ្មោះ Detective Border ដើម្បីលុបបំបាត់អំពើឆបោកផ្លូវពាណិជ្ជកម្មនេះជាបន្ទាន់របាយការណ៍ដែលមានចំណងជើងថាអំពើឆបោកតាមរយៈការផ្ទេរទំនិញដ៏ធំ The Great Transshipment Scheme បានឲ្យដឹងថាក្រុមហ៊ុននាំចេញរបស់ចិនបានប្រើប្រាស់វិធីសាស្ត្របន្លំជាច្រើនទម្រាំទំនិញអាចចូលទៅដល់ទីផ្សារអាមេរិកក្នុងអត្រាពន្ធទាបវិធីសាស្ត្រទាំងនោះរួមមានការផ្លាស់ប្ដូររូបរាងវិចខ្ចប់ឡើងវិញការបិទផ្លាកសញ្ញាបញ្ជាក់ប្រភពដើមថ្មីការកែខៃវិក័យប័ត្រនិងការដំឡើងគ្រឿងបន្លាក់បន្តិចបន្តួចនៅក្នុងប្រទេសទី3ដើម្បីបិទបាំងប្រភពដើមពិតប្រាកដថាមកពីប្រទេសចិនប្រឹក្សាពាណិជ្ជកម្មសេតាវិមានលោក Peter Navarro បានថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងធ្ងន់ធ្ងរថាអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលល្បិចកលឆបោកតាមផ្លូវដឹកជញ្ជូនទាំងនេះបានជួយឲ្យចិនលាងសម្អាតទំនិញនាំចេញរបស់ខ្លួនលោកបានបន្ថែមថាទង្វើនេះបានក្លាយទៅជាបញ្ហាប្រឈមធ្ងន់ធ្ងរដល់អធិបតេយ្យភាពសេដ្ឋកិច្ចនិងឆន្ទៈជាតិរបស់សហរដ្ឋអាមេរិកបន្ថែមពីលើនេះការវិភាគដាច់ដោយឡែកពីក្រសួងពាណិជ្ជកម្មអាមេរិកបានបង្ហាញថាកាលពីឆ្នាំមុនមានទំនិញចិនក្នុងតម្លៃសរុបប្រមាណ $67,000 លានត្រូវបានដឹកជញ្ជូនឆ្លងកាត់ប្រទេសមិចស៊ិកឥណ្ឌានិងវៀតណាមដែលជាហេតុធ្វើឲ្យអាមេរិកបាត់បង់ប្រាក់ចំណូលពន្ធគយប្រហែល $28,000 លានទោះជាយ៉ាងណាសេតាវិមានក៏បានទទួលស្គាល់ផងដែរថាបណ្ដាប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួនដូចជាកាណាដាជប៉ុនកូរ៉េខាងត្បូងនិងសហភាពអឺរ៉ុបក៏មានប្រតិបត្តិការពាណិជ្ជកម្មស្របច្បាប់ដ៏ធំធេងផងដែរប៉ុន្តែត្រូវបានចាត់ទុកថាស្ថិតក្នុងកម្រិតហានិភ័យខ្ពស់នៃការត្រូវបានគេប្រើប្រាស់ជាផ្លូវកាត់ដើម្បីទប់ស្កាត់ការខាតបង់នេះរដ្ឋបាលលោកត្រាំកំពុងបង្កើតប្រព័ន្ធប្រាជ្ញាសិប្បនិម្មិត AI ពិសេសឈ្មោះថា Detective Border សម្រាប់ជួយដល់ភ្នាក់ងារកុយនិងការពារព្រំដែនអាមេរិកហៅកាត់ថា CBP ក្នុងការវិភាគទិន្នន័យផ្លូវ
លើដឹកជញ្ជូនព័ត៌មានផលិតផលនិងម្ចាស់ក្រុមហ៊ុនដើម្បីស្វែងរកកប៉ាល់ឬកញ្ចប់ទំនិញដែលមានការសង្ស័យការចេញផ្សាយរបាយការណ៍ស៊ើបអង្កេតនេះបានធ្វើឡើងនៅមុនពេលដែលប្រធានាធិបតីចិនលោកស៊ីជីនពីងគ្រោងនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនាខែ